ចម្លើយសារភាពរបស់សេកសាទហៅប្រាក់សេកសាទមានឈ្មោះបដិវត្តប្រាក់ជាអតីតលេខាតំបន់25ប្រាក់មានស្រុកកំណើតនៅភូមិតាប៉ោឃុំសំឡីស្រុកកំពង់រោខេត្តស្វាយរៀងក្នុងវណ្ណៈភាពកសិករកណ្ដាលថ្នាក់ក្រោមប្រាក់មានប្រពន្ធឈ្មោះច័ន្ទគឹមស្រុនព្រមទាំងមានកូន3នាក់ប្រាក់ត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី13ខែឧសភាឆ្នាំ1978និងបញ្ជូនមកគុកទួលស្លែងពីបទក្បត់បដិវត្តបម្រើ CIA ប្រពន្ធនិងកូនទាំង3នាក់របស់គាត់ក៏ត្រូវចាប់ខ្លួនបញ្ជូនមកគុកទួលស្លែងដែរខាងក្រោមនេះគឺជាសេចក្តីសង្ខេបចម្លើយសារភាពរបស់សេកសាទហៅប្រាក់ឈប់រៀនត្រឹមថ្នាក់ទី7ដោយសារជីវភាពគ្រួសារក្រីក្រ7ខែក្រោយមកគឺប្រហែលក្នុងឆ្នាំ1964អាចារ្យច័ន្ទសុខាហៅវ៉ាបាននាំប្រាក់ទៅរៀននៅភ្នំពេញប្រាក់រៀននៅវិទ្យាល័យឯកជនតារាសាស្ត្រនិងស្នាក់នៅវត្តមហាមន្ត្រីជាមួយអាចារ្យច័ន្ទសុខាប្រាក់បង់ថ្លៃសាលាថ្លៃសម្លៀកបំពាក់និងការចំណាយគ្រប់បែបយ៉ាងជាបន្ទុករបស់អាចារ្យច័ន្ទសុខារយៈពេលដែលស្នាក់នៅកុដិប្រាក់តែងតែអានកាសែតជារៀងរាល់ថ្ងៃនៅកុដិនេះទៀតសោតច្រើនមានការប្រជុំពិភាក្សាគ្នារវាងព្រះសង្ឃមកពីវត្តអារាមផ្សេងៗដូចជាវត្តស្រះចកវត្តឡាងការវត្តកោះនិងវត្តកំសាន្តជាដើមការពិភាក្សាច្រើនតែផ្ដោតទៅលើទំនាស់ក្នុងសង្គមកម្ពុជាអំពីលទ្ធិកុម្មុយនីសនិងសេរីតាមរយៈការស្ដាប់ព្រះសង្ឃជជែកគ្នាគួបផ្សំនឹងការអានកាសែតជារៀងរាល់ថ្ងៃធ្វើឲ្យប្រាក់មានការយល់ដឹងខ្លះៗអំពីបញ្ហានយោបាយនៅក្នុងស្រុកនៅឆ្នាំ1965អាចារ្យម៉ែនសុនអាចារ្យច័ន្ទសុខានិងអាចារ្យសុកហេងបានបញ្ចុះបញ្ចូលប្រាក់ឲ្យធ្វើជាភ្នាក់ងារ CIA ដោយប្រគល់ភារកិច្ចដូចតទៅ1ទៅរស់នៅទីណាត្រូវរកវិធីបំផ្លាញកុម្មុយនីសនៅទីនោះឲ្យអស់2រស់នៅទីណាត្រូវកសាងកម្លាំង CIA ឲ្យបានច្រើន3ត្រូវចេះរស់នៅបង្កប់ខ្លួនក្នុងជួរកុម្មុយនីសឲ្យបានយូរអង្វែងហើយធ្វើសកម្មភាពកំទេចនិងបំផ្លាញកុម្មុយនីសដោយស្ងាត់ស្ងៀម4ត្រូវរក្សាការសម្ងាត់និងប្រុងប្រយ័ត្នជាប់ជានិច្ចនៅឆ្នាំ1966ប្រាក់ប្រឡងជាប់ឌីប្លូមហើយផ្លាស់មករៀននៅវិទ្យាល័យចៅពញាយ៉ាតរៀននៅសាលានេះប្រាក់បានស្គាល់សិស្សថ្នាក់ទី3ម្នាក់ឈ្មោះជាហើយអ្នកទាំងពីរក៏ក្លាយជាមិត្តភក្តិនិងធ្វើការបម្រើ CIA ជាមួយគ្នាតាំងពីពេលនោះមករយៈពេល1ខែក្រោយមកជាបានណែនាំប្រាក់ឲ្យអ្នកដឹកនាំរបស់ខ្លួនឈ្មោះតាម៉ាប់ហៅឆយបានស្គាល់ឆយដាក់ផែនការឲ្យប្រាក់នឹងជារកវិធីបំផ្លាញកម្លាំងបដិវត្តឃោសនាវាប្រហារចលនាតស៊ូបដិវត្តរបស់ខ្មែរក្រហមនិងកសាងកម្លាំងបង្កប់ក្នុងជួរបដិវត្តឲ្យបានច្រើនធ្វើការបានតែ5ខែជាក៏សុំឈប់ប៉ុន្តែប្រាក់នៅធ្វើសកម្មភាពជាមួយកម្លាំងដែលខ្លួនបានកសាងប្រាក់ឈប់រៀននៅក្នុងឆ្នាំ1967ហើយបបួលគ្នា4នាក់មកស្នាក់នៅរួមគ្នាក្នុងផ្ទះមួយនៅខែ1ឆ្នាំ1968ប្រាក់ត្រូវអង្គការចាត់តាំងឲ្យទៅប្រចាំការនៅខាងកើតទន្លេបាសាក់ឆយបានណែនាំឲ្យប្រាក់សង់ផ្ទះមួយនៅគៀនស្វាយសម្រាប់ធ្វើជាមូលដ្ឋានបង្អែករបស់ CIA បន្ថែមពីលើនេះឆយបានណែនាំភារកិច្ចមួយចំនួនឲ្យអនុវត្តគឺ1ខិតខំស្រាវជ្រាវរកស្នូលបដិវត្តដែលបង្កប់នៅទីនេះ2ខិតខំឃោសនាអប់រំប្រជាជនកុំឲ្យមានជំនឿលើបដិវត្ត3ខិតខំកសាងកម្លាំងថែមទៀតជំហានដំបូងប្រាក់ចុះទៅជិតស្និទ្ធជាមួយប្រជាជននៅតំបន់នោះជាញឹកញាប់ដោយឃោសនាអប់រំប្រជាជនឲ្យស្អប់កុម្មុយនីសក្នុងគោលបំណងកុំឲ្យប្រជាជនចូលខាងបដិវត្តប្រាក់បាននិយាយប្រាប់ប្រជាជនថាជនជាតិចិនរត់ពីស្រុកចិនមកដល់ស្រុកខ្មែរសុកចិត្តបៀមជើងក្តាមមួយតាំងពីស្រុកចិនរហូតដល់ស្រុកខ្មែរក៏ព្រោះតែខ្លាចកុម្មុយនីសមកពីកុម្មុយនីសលំបាកបើកុម្មុយនីសស្រួលមិនមែនជនជាតិចិនរត់ចោលស្រុកទេនៅចុងខែ5ឆ្នាំ1969ប្រាក់បានធ្វើជីវទស្សន៍ជូនអង្គការហើយយកឯកសារជីវទស្សន៍នោះមកភ្នំពេញមកដល់ភ្នំពេញប្រាក់ត្រូវប៉ូលីសរាជរដ្ឋាភិបាលចាប់ខ្លួនហើយឆែកឆេរឃើញឯកសារជីវទស្សន៍ប៉ូលីសក៏យកប្រាក់មកដាក់មន្ទីរឃុំឃាំង1ខែក្រោយមកប្រាក់សារភាពរឿងសម្ងាត់របស់បដិវត្តប្រាប់ប៉ូលីសទាំងអស់បន្ទាប់ពីនៅក្នុងគុកអស់រយៈពេល6ខែប្រាក់ត្រូវមេប៉ូលីសឈ្មោះស៊ូងសិតលួងលោមឲ្យធ្វើជាកម្លាំងបង្កប់របស់ប៉ូលីស
ប្រាក់បានយកព្រមបន្ទាប់ពីនោះរយៈពេល1ខែប្រាក់ត្រូវបញ្ជូនមកមន្ទីរឃុំឃាំងព្រៃសរនៅព្រៃសរបាន4ខែប្រាក់ត្រូវបានដោះលែងនៅខែ5ឆ្នាំ1970ប្រាក់ត្រូវចាត់តាំងឲ្យទៅព្រៃប្រាឆយបានទៅព្រៃប្រាដើម្បីដាក់ផែនការថ្មីប្រាក់បានរាយការណ៍ឲ្យសួងសិទ្ធិអំពីបដិវត្តន៍ហើយបានទទួលរង្វាន់ជាប្រាក់ចំនួន600រៀលនៅខែ9ឆ្នាំ1970ដោយស្ថានភាពនៅព្រៃប្រាមិនអនុគ្រោះប្រាក់បានទៅតំបន់25តំបន់រំដោះវិញហើយជួបឆយនៅទីនោះប្រាក់បានទទួលការចាត់តាំងជាសមាជិកនគរបាលតំបន់25ឆយបានឲ្យដឹងថាសភាពការនៅតំបន់25មិនសូវល្អទេចម្រើនសុកនិងសេត្រូវរើគ្នាជាមួយយួនហើយមានទំនាស់ជាមួយកៅសំផនរយៈពេល7ថ្ងៃបន្ទាប់មកកៅសំផនត្រូវយួនសម្លាប់ចំណែកឆយត្រូវចាប់ឃុំឃាំងនៅស្រុកកោះធំក្រោយមកប្រាក់ក៏ត្រូវចាប់ឃុំឃាំងទៀតដោយសារអន្តរាគមន៍របស់ដូចតំណាងបកនៅស21និងដោយមានការតវ៉ារបស់មហាជនទើបប្រាក់ត្រូវបានដោះលែងសុកក៏បញ្ជូនប្រាក់ឲ្យធ្វើការនៅរោងពុម្ពកន្លះខែក្រោយមកប្រាក់បាននាំកម្លាំង100នាក់ទៅស្នាក់នៅព្រៃលវាភូមិភាគនិរដីខេត្តតាកែវនៅឆ្នាំ1971ប្រាក់ត្រូវបានតែងតាំងជាអ្នកដឹកនាំកងនៅតំបន់33ឆយក៏នៅទីនោះដែរប្រាក់នាំកម្លាំងទាំង100នាក់មករាយការណ៍ឲ្យអ៊ុននិងឌុចនៅផ្លូវជាតិលេខ3អ៊ុនបែងចែកកម្លាំងទាំងនោះជា3ផ្នែកគឺមួយផ្នែកទៅខាងកងទ័ពមួយផ្នែកទៅខាងមូលដ្ឋាននិងមួយផ្នែកទៀតទៅតាមមន្ទីរនានានៅខែ2ឆ្នាំ1971ប្រាក់ត្រូវចាត់តាំងជាស្នងការអនុសេនាធំលេខ18នៅតំបន់33នៅក្នុងអនុសេនាធំនេះមានកម្លាំង CIA 4នាក់គឺវរៈវុធីប្រាក់និងសុយព្រមទាំងមានកម្មាភិបាលម្នាក់មកពីហាណូយប្រាក់រកវិធីកម្ចាត់កម្មាភិបាលនោះដោយបង្កតំណោះជាប់ជានិច្ចរហូតដល់អ៊ុនដកកម្មាភិបាលនោះចេញខែ3ឆ្នាំ1971គឺរយៈពេល1ខែក្រោយពីការចាត់តាំងប្រាក់ចូលរួមប្រជុំដាក់ផែនការក្នុងការប្រជុំនេះមានសមាជិកភាព3នាក់គឺអ៊ុនវរៈនិងប្រាក់ខ្លឹមសារនៃអង្គប្រជុំនេះគឺប្រឆាំងបដិវត្តន៍ដោយបង្កហេតុអុកឡុកបំផុសឲ្យទ័ពរត់ចោលជួរទៅចូលខាងទីហ៊ានលន់នល់បំផ្លាញគ្រប់ផែនការទាំងអស់ធ្វើយ៉ាងណាកុំឲ្យបដិវត្តន៍ទៅមុខរួចនៅឆ្នាំ1972ប្រាក់ត្រូវអង្គការតែងតាំងជាស្នងការវរៈសេនាតូចលេខ19តំបន់33ហើយទទួលបញ្ជាទៅវិខ្មាំងនៅសមរភូមិស្រង់ប្រាក់រកវិធីបំផ្លាញផែនការនោះចោលដោយណែនាំវុធីនិងមុនឲ្យរាយការណ៍ថាទីតាំងភ្នំស្រង់នេះចូលចិត្តមិនបានទេវា5យប់5ថ្ងៃហើយនៅតែមិនបានជោគជ័យផុតពីនោះអង្គការលើកទិសឲ្យរំដោះវត្តប្រាសាទនាងខ្មៅតាមថ្នល់ជាតិលេខ2ម្ដងប្រាក់បំផ្លាញផែនការនេះដែលយកលេសថាអត់ក្របកំភ្លើងប្រាក់ចាត់តាំងឲ្យវុធីនិងតាសៀងធ្វើសកម្មភាពតាក់ទងជាមួយទាហានលន់នល់នៅកងរបស់មេបញ្ជាការអ៊ិតសួងទាហាននោះឈ្មោះតាក់ដុំរំលង2ទៅ3ថ្ងៃទាហាននោះបាននាំគ្នា2នាក់ទៀតនិងកំភ្លើង12ដើមមកចរចាអំពីកិច្ចសហការគ្នាក្នុងការផ្ដួលរំលំបដិវត្តន៍ប្រាក់ករាយការអំពីរឿងនេះទៅដូចដំណឹងនេះលេចលឺដល់តាលេខានិរដីតាមកតាលេខានិរដីមិនទុកចិត្តទាហានទាំង3នាក់នោះក៏បញ្ជាឲ្យសម្លាប់ចោលនៅខែ1ឆ្នាំ1973អង្គការបានចាត់តាំងប្រាក់ជាស្នងការកងវរៈសេនាតូចលេខ134ប្រចាំភូមិភាគនិរដីប្រាក់នៅតែបន្តប្រឆាំងបដិវត្តន៍ដដែលនៅឆ្នាំ1973មានការបង្កើនការទម្លាក់គ្រាប់បែកក្នុងគោលបំណងបង្ខំឲ្យបដិវត្តន៍ព្រមចរចាឆ្លៀតឱកាសនេះប្រាក់ព្យាយាមបញ្ចុះបញ្ចូលឲ្យមានការចរចាដោយលើកហេតុផលថាយើងធ្វើសង្គ្រាមស្លាប់ទាហានអស់ច្រើនហើយបិទបាំងតទៅទៀតពិតជាខ្ទេចខ្ទីមិនខាននៅខែ6ឆ្នាំ1973ប្រាក់ចុះទៅសមរភូមិតាកែវដើម្បីរំដោះទីរួមខេត្តតាកែវអង្គភាពរបស់ប្រាក់បានបំផ្លាញគ្រាប់120មីលីម៉ែត្រអស់រាប់រយគ្រាប់ក្នុងពេលប្រយុទ្ធប្រាក់រាយការណ៍ជូនអង្គការថាខ្លួនផ្លោងចំកន្លែងខ្មាំងហើយតែតាមពិតគ្រាប់ដែលផ្លោងនោះធ្លាក់ខុសគោលដៅខែ11ឆ្នាំ1973
ប្រាក់ទទួលតំណែងជាស្នងការវរៈសេនាធំលេខ12កងនេះមាន4វរៈសេនាតូចគឺវរៈសេនាតូចលេខ340 350 401និង404ដើមឆ្នាំ1974អង្គការមានគោលបំណងបើកសមរភូមិភ្នំពេញដោយរំដោះខេត្តកំពង់ស្ពឺជាមុនសិនប្រាក់ដាក់ផែនការបំផ្លាញចោលដោយប្រើយុទ្ធសាស្ត្រដោយលើកមុនគឺបំផុសឲ្យយុទ្ធជនរត់ចោលខ្សែត្រៀមនៅពេលខ្មាំងកំពុងតែវាយសម្រុកចំណែកផ្លូវពីកំពង់ស្ពឺទៅភ្នំពេញដែលអង្គការបញ្ជាឲ្យកាត់ផ្ដាច់ក៏ប្រាក់មិនបានកាត់ផ្ដាច់ដែរដើម្បីទុកឱកាសឲ្យកម្លាំងរបស់ច័ន្ទរង្សីចល័តជួយភ្នំពេញបានប្រាក់បញ្ឈប់ការតាក់ទងជាមួយអ៊ុននិងឌុចក្រោយពេលដែលខ្លួនរាយការណ៍ជូនអង្គការអំពីរឿងអ៊ុនខូចសិលធម៌ជាមួយនារីជឿននិងនារីជាច្រើនទៀតនៅក្នុងតំបន់សន្តិសម្ព័ន្ធនៅចុងខែ7ឆ្នាំ1974ប្រាក់ត្រូវបញ្ជូនឲ្យមករៀនសូត្រនៅសាលាបកភូមិភាគនិរតីនៅទីនោះប្រាក់ជួបតាស៊ីដែលជាខ្សែរយៈយូរហើយនឹងប្រាប់អំពីការផ្ដាច់ទំនាក់ទំនងជាមួយអ៊ុនតាស៊ីប្រាប់ឲ្យតាក់ទងជាមួយគាត់ដោយផ្ទាល់ប៉ុន្តែត្រូវប្រយ័ត្នប្រយែងនៅខែ8ឆ្នាំ1974អង្គការចាត់តាំងឲ្យប្រាក់ធ្វើជាអនុលេខាតំបន់33ទទួលភារកិច្ចខាងយោធាកម្លាំង CIA ទាំងអស់នៅតែបន្តសកម្មភាពដដែលប្រាក់បានកោះហៅកម្លាំង CIA ទាំងអស់ឲ្យឧទ្ទេសនាមឲ្យស្គាល់គ្នាបន្ទាប់មកប្រាក់ដាក់ផែនការឲ្យសុភ័យតាក់ទងជាមួយទាហានសាក់3ម្នាក់ឈ្មោះអឹមប៉ុន្តែមិនទាន់ទាំងអនុវត្តផងប្រទេសកម្ពុជាត្រូវបដិវត្តរំដោះបានទាំងស្រុងនៅថ្ងៃទី17ខែមេសាឆ្នាំ1975អង្គការចេញសេចក្តីណែនាំឲ្យរក្សាទុកជ័យភ័ណ្ឌនៅភ្នំពេញទាំងអស់ហើយហាមប៉ះពាល់ទុកឲ្យអង្គការជាអ្នកចាត់ចែងខែ6ឆ្នាំ1975ប្រាក់ត្រូវចាត់តាំងជាអនុលេខាតំបន់25ដែលមានជាលេខាក្រោយរំដោះកន្លះខែអង្គការលើកគោលការណ៍បោសសម្អាតអ្នកមានបណ្ដាស័ក្តិក្នុងរបបលន់នល់ឲ្យអស់ពេលនោះប្រជាជននៅតាមមូលដ្ឋានមួយចំនួនមានការភ្ញាក់ផ្អើលដោយសារតែការបោសសម្អាតមិនបានល្អនៅចុងខែ11ឆ្នាំ1975ប្រាក់ចូលរួមមហាសន្និបាតសេដ្ឋកិច្ចហើយបានជួបតាស៊ីបានចង្អុលមនុស្សម្នាក់ឲ្យប្រាក់ស្គាល់គឺសៅភឹមលេខាភូមិភាគបូព៌ាហើយប្រាប់ថាគាត់គឺជាលេខាបកពលករកម្ពុជានៅខែ7ឆ្នាំ1976ប្រាក់ចេញដំណើរទៅតាខ្មៅដើម្បីប្រជុំដំណាច់ខែប៉ុន្តែមិនទាន់បានទៅដល់តាខ្មៅផងឡានបែកកង់ក៏ចូលសម្រាកនៅស្រុកស្ទងគិតថាចាំព្រឹកស្អែកសឹមធ្វើដំណើរទៅជាមួយលេខាស្រុកស្អាងឈ្មោះតាសៀននៅខែ7ឆ្នាំ1976ប្រាក់ចេញដំណើរទៅតាខ្មៅដើម្បីប្រជុំដំណាច់ខែប៉ុន្តែមិនទាន់ដល់តាខ្មៅផងឡានបែកកង់ក៏ចូលសម្រាកនៅស្រុកស្អាងគិតថាចាំព្រឹកស្អែកសឹមធ្វើដំណើរទៅជាមួយលេខាស្រុកស្អាងឈ្មោះតាសៀនក្រោយពីប្រជុំបំណាច់ខែចប់ប្រាក់នឹងជាបន្តស្នាក់នៅតាខ្មៅមួយរយៈជាបានលើកអំពីខ្សែបកពលករដែលគេស្គាល់មានតាភឹមយ៉ាធុចកៅមាសតាស៊ីតូចភឿនតាច័ន្ទតាជ័យនិងឈូកក្រៅពីនេះជាបានបញ្ជាឲ្យបំផ្លាញពោតចោលនោះអង្គការពិតជាខ្វះពោតហើយសភាពអត់ឃ្លានពិតជាកើតឡើងធ្វើដូច្នេះប្រជាជននឹងអស់ជំនឿលើបដិវត្តទទួលបានផែនការនេះប្រាក់យកទៅផ្សព្វផ្សាយនៅស្រុកកោះធំដើម្បីអនុវត្តព្រោះរដូវកាច់ពោតជិតមកដល់ហើយលើសពីនេះប្រាក់ណែនាំឲ្យអ្នកក្រមបង្គាប់អនុវត្តវិធីម្យ៉ាងទៀតគឺឲ្យមនុស្សមួយក្រុមដើរប្រមូលអីវ៉ាន់តាមផ្ទះប្រជាជនទោះតិចក្តីច្រើនក្តីប្រមូលដាក់ជាសមូហភាពទាំងអស់ហើយឲ្យមនុស្សផ្សេងទៀតឃោសនាឲ្យប្រជាជនរក្សាទុកកម្មសិទ្ធិឯកជនដដែលនៅខែ9ឆ្នាំ1976ប្រាក់ទទួលបញ្ជាពីជាឲ្យរៀបចំធ្វើរដ្ឋប្រហារនៅថ្ងៃបុណ្យកំណើតបកនាពេលខាងមុខនេះប្រាក់ត្រៀមកម្លាំងប្រជាជនជិត 10,000 នាក់ហើយមានកម្រងអូសទាញកម្លាំងប្រជាជននៅឃុំកោះធំព្រែកស្ដីនិងព្រែកថ្មីបន្ថែមទៀតកម្លាំងទាំងនេះនឹងត្រូវមកជួបជុំគ្នាមួយថ្ងៃមុនថ្ងៃបុណ្យកំណើតបកដើម្បីធ្វើមីទីងនៅសល់តែ3ថ្ងៃទៀតដល់កំណត់ពេលវេលាដែលត្រូវអនុវត្តផែនការប្រាក់មកជួបជានៅតាខ្មៅដើម្បីទទួលផែនការលម្អិតប៉ុន្តែជាប្រាប់ថាមិនទាន់បានទទួលការណែនាំថ្មីទេ
ប្រាក់ចាំបាត់រហូតក្រោយថ្ងៃបុណ្យជិត1ខែទើបទទួលដំណឹងថាផែនការធ្វើរដ្ឋប្រហារបែកការណ៍ហើយកម្លាំង CIA មួយចំនួនត្រូវអង្គការចាប់ខ្លួននៅចុងខែ11ឆ្នាំ1976ប្រាក់បានមករៀនសូត្រនៅវគ្គសិក្សារបស់បកហើយជួបជាមួយឆយប្រាក់ប្រាប់អំពីសភាពការនៅតំបន់25ថាអង្គការបោះសម្អាតខ្សែចម្រើននឹងសុកចិត្តអស់ហើយឆយបានណែនាំប្រាក់កុំអង្គុយជុំគ្នាក្រែងមានរឿងមិនស្រួលខ្លាចអង្គការសង្ស័យនៅឆ្នាំ1977ប្រាក់កសាងកម្លាំង CIA បានជាច្រើនកម្លាំងទាំងនេះត្រូវបានប្រើឲ្យបំផ្លាញបដិវត្តជាហូរហែនៅតាមផ្នែកដូចជាផ្នែកពេទ្យឲ្យបំផ្លាញថ្នាំពេទ្យចាក់ថ្នាំឲ្យអាប់ខ្សែខាងតម្បាញឲ្យបំផ្លាញអំបោះបំផ្លាញកីធ្វើឲ្យយឺតយ៉ាវមិនគ្រប់ផែនការខាងកិនស្រូវបំផ្លាញស្រូវអង្ករនិងម៉ាស៊ីនស្រូវខាងការដ្ឋានឲ្យបំផ្លាញឧបករណ៍កសិកម្មខាងដាំបាយឲ្យខ្ជិះខ្ជាយហើយបើមានលទ្ធភាពគឺដាំថ្នាំបំពុលឆ្នាំ1977នេះអង្គការលើកគោលការណ៍វាយសម្រុកបោសម្អាតខ្មាំងខ្លាំងក្លាជាងឆ្នាំណាទាំងអស់ជាពិសេសខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុងបកគ្រប់ថ្នាក់ក្រៅពីខ្សែចម្រើននឹងសុកសូម្បីតែកម្លាំងថ្មីដែលជានឹងជ័យកសាងក្រោយទៀតក៏ត្រូវបកបោសម្អាតដែរតាមុកលេខាភូមិភាគនិរដីបញ្ជាឲ្យបោសម្អាតកម្លាំងក្បត់ជាបន្តបន្ទាប់ទោះជានៅក្នុងស្ថានភាពបែបនេះក៏ដោយក៏ប្រាក់នៅតែបន្តសកម្មភាពតទៅទៀតដើមខែ4ឆ្នាំ1977ប្រាក់ចូលរួមប្រជុំដាក់ផែនការធ្វើរដ្ឋប្រហារជាលើកទី2ប្រាក់ទទួលបញ្ជាឲ្យរៀបចំកម្លាំងប្រជាជនដូចមុនប៉ុន្តែផែនការទី2នេះត្រូវបែកការទៀតជាណែនាំប្រាក់ឲ្យប្រុងប្រយ័ត្នខ្លាំងជាងមុននៅខែ6ឆ្នាំ1977ប្រាក់ត្រូវចាត់តាំងឲ្យធ្វើជាលេខាតំបន់តាកែវនៅទីនោះប្រាក់បន្តបំផ្លាញផែនការបកហើយយកលេសផ្សេងមកដោះស្រាយនៅខែ11ប្រាក់រៀបចំដំណើរទៅរៀនសូត្រនៅសាលាបកបំណាច់ឆ្នាំ1977ពេលចេញពីសាលាបកបាន4ទៅ5ថ្ងៃប្រាក់ត្រូវអង្គការស្នើទៅបើកវគ្គលេខាឃុំនៅមន្ទីរភូមិភាគពេលកំពុងបើកវគ្គនៅថ្ងៃទី15ខែធ្នូឆ្នាំ1977យួនវីបុកចូលតាកែវនៅខែ2ឆ្នាំ1978ប្រាក់ចូលរួមប្រជុំដំណាច់ខែនៅតាកែវជាណែនាំឲ្យបង្កើនសកម្មភាពអុកឡុកក្នុងជួរបដិវត្តកាន់តែខ្លាំងឡើងមិនយូរប៉ុន្មានជាត្រូវអង្គការចាប់ខ្លួនហើយ4ថ្ងៃក្រោយមកតាស៊ីក៏ត្រូវអង្គការចាប់ខ្លួនដែរប្រាក់ត្រូវដាច់ខ្សែរយៈធំអស់ក៏បានពិគ្រោះគ្នាជាមួយតាសៀនគិតប្រមូលខ្សែនៅតំបន់25ដែលនៅសេសសល់ទាំងប៉ុន្មានដើម្បីបន្តសកម្មភាពទៀតប្រាក់បានព្យាយាមតាក់ទងតាច័ន្ទនៅភូមិភាគបូព៌ាដើម្បីរកខ្សែធ្វើការបន្តទៀតប៉ុន្តែមិនទាន់បានប្រមូលគ្នាផងប្រាក់ត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី13ខែ5ឆ្នាំ1978ប្រាក់ត្រូវសួរចម្លើយនៅថ្ងៃទី23ខែ6ឆ្នាំ1978ដោយឈ្មោះវុនប្រាក់បានសារភាពអំពីសកម្មភាពរបស់ខ្លួនជាមួយបញ្ជីដ៏វែងមួយមានឈ្មោះមនុស្ស281នាក់ដែលប្រាក់បញ្ជាក់ថាមានទំនាក់ទំនងក្នុងសកម្មភាពក្បត់ជាមួយខ្លួនមនុស្សមួយចំនួនធំដែលមានឈ្មោះក្នុងបញ្ជីនោះមានបញ្ជាក់នៅខាងចុងថាចាប់